ផ្លាស់ប្ដូររបៀបគិតការគិតរបស់យើងគឺមានឥទ្ធិពលខ្លាំងលើជីវិតយើងការគិតរបស់យើងបែបណាសម្ដីដែលយើងនិយាយចេញមកក៏បែបនោះដែរហើយការគិតរបស់យើងបែបណាក៏ធ្វើឲ្យឥរិយាបថឬទង្វើរបស់យើងបែបនោះដូចគ្នាត្បិតអីការគិតបង្កើតឲ្យមានផែនការបង្កើតឲ្យមានសកម្មភាពហើយសកម្មភាពបង្កើតឲ្យមានលទ្ធផលជាទូទៅខ្សែជីវិតរបស់មនុស្សម្នាក់អាចរីកចម្រើនឬអថយវាអាស្រ័យលើការគិតរបស់បុគ្គលនោះឯងប្រសិនបើយើងគិតក្នុងផ្លូវអវិជ្ជមានជ្រុលវានឹងធ្វើឲ្យជីវិតមានតែរឿងសៅហ្មងមានរឿងអពមង្គលផ្ទុយទៅវិញបើយើងគិតតែរឿងល្អគិតក្នុងផ្លូវវិជ្ជមានច្រើនបន្តិចជីវិតយើងនឹងមិនសូវជួបរឿងឈឺក្បាលប៉ុន្មានដែរអំណាចនៃការគិតអាចធ្វើឲ្យចរន្តនៃចលនានៃរូបរាងកាយមានការផ្លាស់ប្ដូរទាំងកាយវិការពាក្យសម្ដីទម្លាប់ប្រចាំថ្ងៃជាពិសេសនោះគឺឥរិយាបថនៃការគិតរបស់យើងនេះម្ដងមនុស្សដែលបានផ្លាស់ប្ដូររបៀបគិតរបស់ខ្លួនគង់នឹងអាចផ្លាស់ប្ដូរជីវិតរបស់ខ្លួនបានបុគ្គលដែលមិនព្រមលះបង់ចោលនៅគំនិតចាស់គំរើឬមានភ្នោះគំនិតអន់ថយច្រើនបុគ្គលនោះមិនអាចក្រោកចេញគុកអ៊ឹតជញ្ជាំងដែលខ្លួនបានសាងឡើយគឺតែងតែរស់នៅក្នុងភាពច្របូកច្របល់គិតអីមិនបានច្បាស់លាស់នៅក្នុងជីវិតការគិតក្នុងផ្លូវអវិជ្ជមានច្រើនហួសហេតុគឺប្រៀបដូចជាការឃុំឃាំងខ្លួនឯងក្នុងគុកងងឹតគ្មានពន្លឺគ្មានសេរីភាពដើម្បីបានស្គាល់ពីអបលោភបាស្អាតដែលនៅខាងក្រៅបើចង់រួចផុតពីគុកនរកមួយនោះយើងត្រូវតែផ្លាស់ប្ដូរឥរិយាបថនៃការគិតរបស់យើងជាមុនសិនយើងនឹងក្លាយជាមនុស្សដែលមានក្តីសុខមានសុភមង្គលហើយក៏មានតម្លៃថែមទៀតនៅពេលដែលយើងចេះលើកកម្ពស់ខ្លួនឯងឲ្យតម្លៃខ្លួនឯងហើយព្រមលះបង់ផ្នត់គំនិតឥតបានការរបស់ខ្លួនចោលប៉ុន្តែដើម្បីទទួលបានផ្នត់គំនិតដែលល្អនឹងយើងត្រូវតែខិតខំសិក្សារៀនសូត្រជាមុនសិនផងដែរការសិក្សារៀនសូត្រនឹងធ្វើឲ្យយើងដឹងពីរបៀបគិតរបៀបសម្ដែងចិត្តការគិតមួយនេះគឺគួរតែមានរបៀបរៀបរយល្អពោលគឺមានសណ្ដាប់ធ្នាប់ការគិតដែលមានសណ្ដាប់ធ្នាប់គឺការគិតដែលមិនរវើរវាយមិនផ្ដេសផ្ដាសនេះឯងហើយដើម្បីកុំឲ្យការគិតរបស់យើងមានលក្ខណៈរវើរវាយយើងក៏បីត្រូវខិតខំសិក្សារៀនសូត្រនិងស្វែងយល់ពីអ្វីៗឲ្យបានច្រើនការគិតដែលមិនបានឆ្លងកាត់ការរៀនសូត្រវាអាចបង្កជាគ្រោះមហន្តរាយដ៏ធំដល់ខ្លួនយើងបាននៅក្នុងសៀវភៅ As a Man Thinketh មានចំនួនមួយបានលើកឡើងថាការគិតដែលរឹងមាំបរិសុទ្ធនិងរីករាយតែងតែធ្វើឲ្យរូបកាយយើងមានសុខភាពល្អខ្លួនប្រាណជាឧបករណ៍មួយយ៉ាងដែលមាននៅជាមួយយើងស្រេចដើម្បីឆ្លើយតបទៅតាមការគិតរបស់យើងហើយទម្លាប់ដែលកើតចេញពីការគិតទាំងនោះនឹងជះឥទ្ធិពលទៅលើវាត្រង់ចំណុចនេះគឺបានសេចក្តីថារាងកាយទៅជាយ៉ាងណាគឺអាស្រ័យលើឥរិយាបថនៃការគិតរបស់យើងខ្លួនប្រាណជាឧបករណ៍របស់ការគិតដូច្នេះពេលដែលគំនិតយើងអន់ថយរាងកាយក៏ចុះទ្រុឌទ្រោមផ្ទុយទៅវិញពេលដែលការគិតយើងខ្លាំងរាងកាយក៏បានរឹងមាំជាងមុនដែរលុតដំខួរក្បាលនិងបេះដូងត្រូវការក្តីស្រឡាញ់ចំណែកឯខួរក្បាលវិញគឺត្រូវការចំណេះដឹងការដែលយើងមានក្តីស្រឡាញ់ប៉ុន្តែខ្វះចំណេះដឹងក៏មិនមែនជារឿងល្អដែរផ្ទុយទៅវិញបើយើងមានតែចំណេះដឹងប៉ុន្តែយើងគ្មានក្តីស្រឡាញ់ក្នុងខ្លួនវាអាចបង្កជាគ្រោះមហន្តរាយបានគ្រោះមហន្តរាយតូចធំជាច្រើនគឺការចេញពីមនុស្សដែលមានតែចំណេះដឹងប៉ុន្តែខ្វះក្តីស្រឡាញ់ខ្វះគុណធម៌គ្មានសីលធម៌គ្មានមេត្តាធម៌នៅក្នុងខ្លួនក្តីស្រឡាញ់អាចធ្វើឲ្យមនុស្សលះបង់អំពើអាក្រក់ងាកមកសាងប្រយោជន៍ងាកមកសាងអំពើល្អបានប៉ុន្តែចំណេះដឹងដែលខុសគឺមិនអាចកែប្រែអាក្រក់មកជាល្អបានទេមនុស្សដែលមានខួរក្បាលពោពេញទៅដោយចំណេះដឹងដែលតែងតែគូបផ្សំនឹងបេះដូងដ៏រឹងមាំគេនោះត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ចាស់គំនិតអារម្មណ៍ច្រណែនឈ្នានីគ្នាការគុំគួនការស្អប់ឆាប់ខឹងឆាប់រំភើបឆាប់ត្រេកអរឆេវឆាវងាយនឹងបោះបង់គឺការចេញពីបេះដូងដែលទន់ជ្រាយឬបេះដូងដែលមិនទទួលបានការលត់ដំជាប្រចាំការដែលយើងធ្វើអ្វីមួយបានតែមួយឆាវឬចូលចិត្តធ្វើអ្វីមួយទៅតាមអារម្មណ៍គឺការចេញពីបេះដូងយើងនៅទន់ខ្សោយនៅឡើយនឹងឯងមូលហេតុដែលយើងព្រមទោទន់ទៅតាមអារម្មណ៍ព្រមឲ្យការឈឺចាប់ព្រមឲ្យការលំបាកបញ្ឈប់ដំណើរយើងបានគឺមកពីយើងមិនបានគ្រប់គ្រងបេះដូងខ្លួនឯងបានបេះដូងដែលទន់ខ្សោយធ្វើឲ្យយើងងាយនឹងបោះបង់ងាយរងទុក្ខងាយឈឺចាប់ទោះបីបញ្ហាដែលយើងកំពុងតែជួបប្រទះគឺតូចតែក្តីបើមិនចង់ឈឺចាប់ខ្លាំងយើងគួរតែលុតដំទាំងខួរក្បាលនិងបេះដូងប៉ុន្តែតើយើងត្រូវលុតដំវាតាមវិធីណាខ្លះខួរក្បាលដែលខ្លាំងគឺជាខួរក្បាលដែលពោពេញទៅដោយចំណេះដឹងដែលតែងតែនាំឲ្យយើងគិតត្រូវបើចង់ឲ្យខួរក្បាលខ្លួនឯងខ្លាំង
យើងគួរផ្ដល់ចំណេះដឹងឲ្យវាឲ្យបានច្រើនទម្លាប់គិតទម្លាប់ពិចារណាទម្លាប់វិភាគចំណេះដឹងដែលយើងមានឬចំណេះដឹងដែលទើបទទួលបានឲ្យបានច្រើនការគិតក្នុងផ្លូវវិជ្ជមានប្រកបដោយសតិបញ្ញានឹងធ្វើឲ្យយើងក្លាយជាមនុស្សដែលមានប្រាជ្ញាមានតែការរៀនសូត្រឲ្យបានជាប្រចាំនោះទេទើបអាចជួយឲ្យខួរក្បាលខ្លាំងបានចំណែកឯការលុតដំបេះដូងវិញគឺត្រូវឲ្យយើងបណ្ដុះក្តីស្រឡាញ់ឲ្យបានច្រើនមិនមែនស្រេកឃ្លានឬទាមទារក្តីស្រឡាញ់ពីអ្នកដទៃច្រើនពេកនោះទេការដែលយើងរៀនទទួលយកការពិតរៀនទទួលយកការឈឺចាប់រៀនទទួលយកការបាត់បង់រៀនទទួលយកការបរាជ័យហ៊ានទទួលយកការប្រែប្រួលហើយសម្របខ្លួនជាមួយស្ថានភាពបច្ចុប្បន្នគឺធ្វើឲ្យយើងចាស់ចិត្តចាស់គំនិតជាងមុននៅពេលយើងទម្លាប់ខ្លួនឯងឲ្យទ្រាំតស៊ូជាមួយការលំបាកទ្រាំដោះស្រាយជាមួយបញ្ហាដោយមិនងាយនឹងបោះបង់ឲ្យបានកាន់តែច្រើនពេលនោះបេះដូងយើងនឹងបានរឹងមាំតាមក្រោយចាស់ជាមិនខានឡើយខួរក្បាលចូលចិត្តធ្វើតាមហេតុផលចំណែកឯបេះដូងវិញគឺចូលចិត្តធ្វើតាមមនោសញ្ចេតនាបើចង់ទៅដល់គោលដៅយើងក៏បីប្រើរបស់ទាំងពីរនេះឲ្យមានតុល្យភាពនឹងគ្នាឬធ្វើយ៉ាងណាឲ្យរបស់ទាំងពីរនេះដើរស្របគ្នាការដែលខួរក្បាលនិងបេះដូងរបស់យើងមិនចុះសម្រុងនឹងគ្នាគឺវាមិនខុសអីពីការដែលយើងបរទេសគោដែលអូតដល់សត្វគោពីរក្បាលដែលមិនធ្លាប់ទើមជាមួយគ្នាឬសត្វគោពីរក្បាលដែលមិនត្រូវធាតុគ្នាអញ្ចឹងគឺវានឹងធ្វើឲ្យយើងទៅមុខមិនបានឆ្ងាយប៉ុន្តែមានពេលខ្លះទៀតយើងក៏គួរឲ្យអាទិភាពទៅលើខួរក្បាលឬក៏បេះដូងដោយក្រឡេកមើលស្ថានភាពចាក់ស្ដាយជាធំយើងគួរតែធ្វើតាមការគិតរបស់ខួរក្បាលប៉ុន្តែយើងក៏គួរតែស្ដាប់តាមសំឡេងបេះដូងរបស់យើងខ្លះដែរស្ថានភាពខ្លះខួរក្បាលអាចមានទ្រឹស្ដីល្អៗច្រើនប៉ុន្តែបេះដូងមិនអាចទទួលយកវាបានទេពេលខ្លះយើងត្រូវតែប្រើប្រាស់ខួរក្បាលជាធំប៉ុន្តែពេលខ្លះយើងត្រូវបញ្ជាឲ្យខួរក្បាលសម្រាប់ហើយប្រើប្រាស់បេះដូងជំនួសវិញមនុស្សខ្លះសុខចិត្តសម្រុកទឹកភ្នែកព្រោះទម្ងន់នៃការឈឺចាប់វាធ្ងន់ពេកមិនអាចទ្រាំទ្របានទេអញ្ចឹងហើយគួរតែបញ្ចេញវាខ្លះបើទុកយូរពេកអាចមានបញ្ហាបានទោះបីវាប្រឆាំងនឹងខួរក្បាលដែលបានប្រាប់ថាកុំយំព្រោះវាភិនហានពីភាពទុនជ្រាយក៏ដោយអ្នកខ្លះទៀតមិនអាចបញ្ចេញអារម្មណ៍ឈឺចាប់ចេញមកក្រៅបានទេព្រោះគេឲ្យអាទិភាពខួរក្បាលជាធំគេសុខចិត្តទ្រាំជាមួយការឈឺចាប់មួយដែលគ្មានអ្នកដឹងគ្មានអ្នកលឺទ្រវិនគិតឲ្យបានច្បាស់លាស់ Adolf Hitler បានបង្រៀនថាត្រូវគិតឲ្យបាន1000ដងមុនពេលសម្រេចចិត្តតែបើធ្វើការសម្រេចចិត្តរួចហើយកុំត្រឡប់ក្រោយឲ្យសោះបើទោះបីជាមានការលំបាក1000ជំពូកក៏ដោយមេដឹកនាំដែលខ្លាំងគឺជាបុគ្គលមានសមត្ថភាពលើការសម្រេចចិត្តប៉ុន្តែមុននឹងធ្វើការសម្រេចចិត្តវាទាមទារឲ្យពួកគេចំណាយពេលគិតឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីស្វែងរកភាពងាយស្រួលក៏ដូចជាគិតពីហានិភ័យដែលអាចកើតមានឡើងផងដែរគ្រប់ការសម្រេចចិត្តទាំងអស់គឺមិនមែនសុទ្ធតែត្រឹមត្រូវនោះទេប៉ុន្តែយើងអាចបញ្ជាកំហុសឆ្គងបានមួយភាគធំតាមរយៈការចំណាយពេលគិតឲ្យបានល្អិតល្អន់ដើម្បីគិតឲ្យបានល្អិតល្អន់វាទាមទារឲ្យយើងជាមនុស្សដែលចេះអត់ធ្មត់មិនឆាវឆាវជាដាច់ខាតយើងមិនអាចសម្រេចចិត្តនៅពេលដែលយើងមានសម្ពាធពេលដែលយើងកំពុងរីករាយពេលដែលយើងកំពុងកើតទុក្ខឬពេលដែលយើងកំពុងមានកំហឹងនោះទេគឺយើងត្រូវរងចាំរហូតដល់យើងមានសតិគ្រប់គ្រាន់សិនសឹមធ្វើការសម្រេចចិត្តជាក្រោយការសម្រេចចិត្តនៅក្នុងរឿងមួយដែលធំដោយខ្វះសតិអាចបង្កជាគ្រោះមហន្តរាយដល់ខ្លួនឯងនិងមនុស្សជាតិជាច្រើនដូច្នេះយើងគួរតែយកចិត្តដាក់ចំពោះរឿងនេះជាចាំបាច់ដើម្បីវិភាគលើរឿងអ្វីមួយឲ្យបានត្រឹមត្រូវវាទាមទារឲ្យយើងមានចំណេះឲ្យបានច្រើនបន្តិចស្គាល់ល្អស្គាល់អាក្រក់ដឹងខុសដឹងត្រូវជាដើមការវិនិច្ឆ័យទៅលើអ្វីមួយដែលពុំមានអំណះអំណាងច្បាស់លាស់ឬពុំមានអំណះអំណាងគ្រប់គ្រាន់អាចបង្កជាបញ្ហាបានការខិតខំប្រមូលទិន្នន័យឲ្យបានច្រើនសំធ្វើការសម្រេចចិត្តជារឿងមួយដែលល្អប្រសើរពលគឺយើងមិនត្រជាក់ស្រាវដែលឆាប់ជឿគេលឿនពេកជោគវាសនារបស់យើងជាអ្នកកំណត់ដោយខ្លួនឯងហើយយើងជាអ្នកដែលត្រូវទទួលខុសត្រូវចំពោះរឿងគ្រប់យ៉ាងដែលនឹងកើតមានឡើងនៅក្នុងជីវិតរបស់យើងការស្វែងរកគោលជីវិតផ្ទាល់ខ្លួនរបស់យើងគឺជារឿងលំបាកមួយប៉ុន្តែការខិតខំរក្សាជំហរឆ្ពោះទៅរកគោលដៅគឺលំបាកជាងនេះទៅទៀតអ្នកដែលច្បាស់លាស់ជាមួយគោលដៅហើយខិតខំដើរទៅមុខដោយសន្សឹមដើម្បីឲ្យបានទៅដល់គោលដៅគឺជាអ្នកដែលអាចទទួលបានជោគជ័យអ្នកជោគជ័យគឺមិនបោះបង់ក្តីស្រមៃខ្លួនឯងចោលបើទោះបីគេត្រូវបរាជ័យត្រូវគេជេរប្រមាថត្រូវគេបដិសេធត្រូវជួបឧបសគ្គជួបបញ្ហារាប់រយចំពោះក្តីអ្នកឈ្នះគឺជាអ្នកដែលមិនងាយនឹងបោះបង់ហើយអ្នកដែលបោះបង់គឺជាអ្នកដែលចាន់ច្បាស់លាស់ជារឿងសំខាន់មនុស្សដែលគ្មានគោលដៅនឹងមិនដឹងថាត្រូវដើរទៅផ្លូវណាមិនដឹងថាត្រូវធ្វើអ្វីត្រូវរស់នៅតែត្រឡប់តដោយជនអនាថាគ្មានទីពឹងគ្មានទីជម្រករីឯមនុស្សដែលមានគោលដៅមិនច្បាស់លាស់វិញគឺមិនដឹងថាត្រូវដើរទៅផ្លូវណាខ្លះម្ដងទៅទីនេះម្ដងទៅទីនោះទៅនេះបន្តិចទៅនោះបន្តិចជាលទ្ធផលក៏ត្រូវបង់កម្លាំងខាតពេលវេលាគ្មានបានអ្វីជាប្រយោជន៍ធំដុំនោះទេ
មនុស្សដែលគ្មានគោលដៅច្បាស់លាស់ពិបាកនឹងរកជោគជ័យឃើញណាស់ពេលខ្លះគេក៏ត្រូវអ្នកដទៃជេរស្ដីថាជាមនុស្សឥតបានការធ្វើអ្វីមិនចេះប្រាកដប្រជាពោលគឺគ្មានភាពច្បាស់លាស់ក្នុងខ្លួនសោះមនុស្សដែលមិនច្បាស់លាស់ជាមួយគោលដៅនឹងខ្លួនឯងពិបាករកជំនួយពីគេហើយក៏កម្រនឹងមានគេជឿទុកចិត្តក៏ដែរទំនុកចិត្តជារឿងសំខាន់ណាស់បើយើងធ្វើជាមនុស្សក្រឡេកក្រលួចមិនច្បាស់លាស់គេក៏មិនទុកចិត្តយើងដូចគ្នាទំនុកចិត្តប្រៀបដូចជាកែវថ្មអ៊ីជុងប្រសិនបើវាធ្លាក់បែកហើយយើងពិបាកនឹងធ្វើឲ្យវាល្អស្អាតដូចដើមវិញណាការដែលយើងធ្វើនេះបន្តិចធ្វើនោះបន្តិចវាគ្មានបានធ្វើជាដុំកំភួននោះទេវាមានតែធ្វើឲ្យយើងចំណាយពេលឥតប្រយោជន៍ជាមួយកិច្ចការដែលមិនច្បាស់លាស់តែប៉ុណ្ណោះជំហានទី1ដើម្បីទៅដល់គោលដៅគឺយើងត្រូវកំណត់គោលដៅមួយឲ្យបានច្បាស់លាស់ជាមុនសិនមានគោលដៅគឺទិសដៅដែលត្រូវដើរទៅឲ្យដល់ទោះបីគោលដៅនោះនៅឆ្ងាយយ៉ាងណាក៏គង់ថាទៅដល់សំខាន់ឲ្យតែយើងមិនព្រមបោះបង់គោលដៅនោះចោលរៀនកំណត់គោលដៅជីវិតរបស់ខ្លួនសំលៀងឲ្យមុតសម្រួលវាឲ្យស្រួចដៅវាឲ្យចំសំខិតខំប្រឹងប្រែងដើម្បីក្តីស្រមៃមួយនោះយើងក៏បីប្រកាសក្នុងចិត្តថាក្តីស្រមៃមួយនោះគឺការចេញពីការសម្រេចចិត្តរបស់ខ្លួនយើងផ្ទាល់ឥតបានសម្រេចចិត្តតាមគេឬត្រូវគេបង្ខំឲ្យជឿរឿងនោះទេគោលដៅជីវិតរបស់យើងគឺយើងជាអ្នកដែលត្រូវបំពេញដោយខ្លួនឯងសុខឬទុក្ខយ៉ាងណាក៏យើងជាអ្នកតស៊ូទទួលយកវាដូច្នេះហើយយើងគួរជាអ្នកដែលជ្រើសរើសយកដោយខ្លួនឯងជាទូទៅក្តីស្រមៃរបស់យើងម្នាក់ៗតែងតែប្រែប្រួលទៅតាមកាលៈទេសៈឬតាមចំណេះដឹងដែលយើងទទួលបានអ្នកខ្លះមានក្តីស្រមៃពីតូចចង់ក្លាយជាមនុស្សបែបនេះប៉ុន្តែពេលធំឡើងគេបែរជាចង់ក្លាយជាមនុស្សបែបនោះទៅវិញវាមិនមែនជាកំហុសនោះទេពេលដែលយើងផ្លាស់គោលដៅជីវិតបែបនេះអ្វីដែលជាកំហុសនោះគឺពេលយើងធំដឹងក្តីហើយស្គាល់ស្គាល់អាក្រក់ហើយប៉ុន្តែយើងនៅតែមិនច្បាស់លាស់ជាមួយគោលដៅខ្លួនឯងទើបជាកំហុសដ៏ពិតប្រាកដរៀនធ្វើជាមនុស្សស្មោះត្រង់ជាមួយខ្លួនឯងតាមរយៈការមានគោលដៅជីវិតមួយច្បាស់លាស់ជារឿងល្អសមាធិជាវិធីសាស្ត្រសកលមួយដែលយើងក៏បីប្រើដើម្បីធ្វើឲ្យខ្លួនឯងមានភាពច្បាស់លាស់មួយកម្រិតទៀតពេលដែលចិត្តយើងមានសមាធិឬមានសតិចិត្តនោះក៏មិនរវើរវាយមិនគិតបដិបដិនោះទេសមាធិនឹងធ្វើឲ្យចិត្តយើងស្ងប់មិនបែកឆ្វេងទៅណាសមាធិនឹងធ្វើឲ្យយើងដឹងនិងស្គាល់ពីខ្លួនឯងដឹងថាយើងជាអ្នកណាដឹងថាយើងត្រូវធ្វើអ្វីខ្លះការធ្វើសមាធិឲ្យបានជាប្រចាំនឹងជួយឲ្យយើងមានភាពច្បាស់លាស់មោះមុតរឹងមាំជួយគោលដៅជាងមុនមួយវិញទៀតការធ្វើសមាធិអាចជួយឲ្យយើងរួចផុតពីជំងឺផ្លូវចិត្តធ្វើឲ្យយើងមានអារម្មណ៍ល្អជាពិសេសតាមរយៈការដកដង្ហើមចេញដកដង្ហើមចូលរបស់យើងវានឹងធ្វើឲ្យចិត្តយើងកាន់តែមានថាមពលខ្លាំងក្លារវល់សាងគ្រឹះមានដើមឈើទើបអាចមានផ្លែឈើហើយរសជាតិរបស់ផ្លែឈើគឺអាស្រ័យនឹងដើមឈើនិងមជ្ឈដ្ឋានដែលវារស់នៅនេះឯងដើមឈើដែលប្រឹងលូតលាស់យឺតព្រោះរវល់តែប្រឹងសាងគ្រឹះពលគឺរវល់តែខំចាក់ឫសចក់ទៅក្នុងដីឲ្យជ្រៅនិងមានភាពរឹងមាំមិនដួលរលំក្រោយពេលមានខ្យល់ខ្លាំងឬទឹកជំនន់ទោះបីមេឃក្តៅខ្លាំងគ្មានភ្លៀងធ្លាក់ច្រើនថ្ងៃក៏វាមិនងាយងាប់ដែរបិចឫសរបស់វាបានចាក់ចូលទៅជ្រៅទៅក្នុងស្រទាប់ដីដើម្បីស្រូបយកទឹកនិងសារធាតុចិញ្ចឹមរុក្ខជាតិមួយដែលរឹងមាំគង់នឹងផលិតជាមើមល្អស្លឹកល្អដើមល្អផ្កាល្អផ្លែល្អចេញមកបានពលគឺផលរបស់វានឹងមិនងាយរលួយឬវិនាសទៅវិញរុក្ខជាតិទោះបីចង់លូតទៅខ្ពស់កប់ពពកយ៉ាងណាក៏ដោយត្រូវតែមានឫសធំវែងសម្រាប់ទ្រទ្រង់ដើមដែលជាខ្លួនរបស់វាដែរសំឡុងអាគារដែលខ្ពស់តែងតែមានគ្រឹះរឹងមាំសម្រាប់ទាបលំនឹងដែរមិនខុសអីពីមនុស្សដែលត្រូវសាងសមត្ថភាពខ្លួនឯងឲ្យខ្លាំងជាមុនសិនមុននឹងឡើងទីខ្ពស់ឲ្យបានយូរជ័យជំនះមួយអាចមានតម្លៃនិងយូរអង្វែងទៅបានគឺទាមទារឲ្យយើងខិតខំរក្សាតម្លៃខ្លួនឯងក៏ដូចជាប្រឹងអភិវឌ្ឍខ្លួនទៅមុខជានិច្ចការរក្សាសេចក្តីព្យាយាមដើម្បីបានជោគជ័យពលគឺមិនបោះបង់ចោលប្រឹងដោះស្រាយវិបត្តិខំកម្ចាត់បញ្ហាដែលនៅចំពោះមុខដោយខ្លួនឯងគឺជាការសាងគ្រឹះដ៏ល្អសាងគ្រឹះមួយទៀតគឺសំដៅដល់ការប្រឹងបង្កើតសមត្ថភាពខ្លួនឯងឲ្យមានទាំងចំណេះដឹងនិងចំណេះធ្វើពលគឺចេះទាំងទ្រឹស្ដីនិងការអនុវត្តមានចំណេះដឹងនិងចំណេះធ្វើគឺមិនតាន់គ្រប់គ្រាន់ឡើយគឺយើងត្រូវកសាងខ្លួនឯងឲ្យក្លាយជាធនធានមនុស្សដែលមាន3ចំណុចនេះទៀតគឺ 1. គុណធម៌ជួយខ្លួនឯងជួយគ្រួសារជួយសង្គមជាតិឲ្យសម្បូរសប្បាយរុងរឿង 2. សីលធម៌មិនបំផ្លាញខ្លួនឯងគ្រួសារមនុស្សដែលនៅជុំវិញខ្លួននិងសង្គមជាតិ 3. សុជីវធម៌ឲ្យតម្លៃខ្លួនឯងគ្រួសារអ្នកដទៃនិងសង្គមជាតិដោយការគោរពកុំធ្វើជាទាសករគេមានមនុស្សជាច្រើនដែលបាននឹងកំពុងคล้ายជាទាសករគេហើយអ្នកខ្លះទៀតបានលះបង់គោលដៅខ្លួនឯងចោល
ព្រោះតែចង់ផ្គប់ចិត្តអ្នកដទៃទាសករដែលកើតចេញពីការជាប់យំពាក់លុយឬជាប់បំណុលគេអាចនឹងមានឱកាសបានរួចខ្លួនប៉ុន្តែបើទាសករដែលកើតចេញពីការព្យាយាមតម្រូវចិត្តគេវិញគឺមិនងាយនឹងរួចខ្លួនឡើយទាសករគំនិតឬអ្នកដែលប្រកាន់យកគំនិតអ្នកដទៃជាធំនឹងមិនអាចរីកធំធាត់ដោយខ្លួនឯងបានឡើយគេងាយនឹងបាត់បង់ភាពជាខ្លួនឯងងាយនឹងក្លាយជាមនុស្សល្ងងព្រោះមិនចេះគិតមិនចេះពិចារណានិងមិនចេះធ្វើជាម្ចាស់ជីវិតខ្លួនឯងនេះហើយឡាវជឺបាននិយាយថាបើអ្នកខ្វល់ពីអ្វីដែលអ្នកដទៃគិតអ្នកនឹងក្លាយជាអ្នកទោសរបស់គេការធ្វើល្អឲ្យត្រូវចិត្តខ្លួនឯងតម្រូវចិត្តខ្លួនឯងដើម្បីឲ្យខ្លួនឯងបានល្អគឺប្រសើរជាងក្បត់ចិត្តខ្លួនឯងដើម្បីផ្គប់ចិត្តអ្នកដទៃនៅពេលដែលយើងព្យាយាមយល់ព្យាយាមគិតព្យាយាមខ្វល់ពីសម្ដីឬក៏ការគិតរបស់អ្នកដទៃមកលើខ្លួនយើងជ្រុលយើងនឹងគ្មានសេរីភាពពេញលេញដើម្បីធ្វើអ្វីដែលយើងចង់ធ្វើនោះទេសេរីភាពរបស់យើងនឹងត្រូវបាំងបិទនៅពេលដែលយើងផ្ដល់ឱកាសឲ្យអ្នកដទៃមកត្រួតត្រាជីវិតយើងបានជីវិតនេះអាចមិនសូវមានន័យប៉ុន្តែជីវិតមួយនេះគួរតែមានតម្លៃជីវិតមួយនេះជាកម្មសិទ្ធិរបស់យើងគួរតែជាមនុស្សតែម្នាក់ដែលអាចវិនិច្ឆ័យឬត្រួតត្រាវាអ្នកដទៃអាចនឹងធ្វើជាគ្រូធ្វើជាមិត្តភក្តិអាចជាបងប្អូនល្អរបស់យើងបានប៉ុន្តែគេគ្មានសិទ្ធិធ្វើជាអ្នកម្ចាស់ជីវិតយើងបានទេយើងជាអ្នកដែលប្រឹងដោយខ្លួនឯងគេគ្រាន់ជាអ្នកដែលអង្គុយមើលឬចាំតែដៃអបអរសាទរពេលដែលយើងជោគជ័យតែប៉ុណ្ណោះអញ្ចឹងហើយគេមិនយល់ពីការលំបាកដែលយើងកំពុងតែប្រឹងនោះទេក្នុងនាមយើងជាអ្នកខិតខំប្រឹងប្រែងម្នាក់យើងគួរតែមានឯករាជ្យក្នុងការគិតនេះមានន័យថាយើងគួរតែចេះគិតចេះវិភាគចេះពិចារណាដោយខ្លួនឯងដោយគ្មានសម្ពាធពីខាងក្រៅឬគ្មានជនណាម្នាក់មកបង្ខិតបង្ខំយើងឡើយយើងមានសិទ្ធិសេរីភាពពេញលេញដើម្បីធ្វើរឿងដែលស្របច្បាប់ហើយយើងក៏អាចគិតអ្វីគ្រប់បែបយ៉ាងដែលធ្វើឲ្យជីវិតយើងបានរីកចម្រើនបានដែរបិតារូបិទូ Albert Einstein បាននិយាយថាមនុស្សអន់ចង់សងសឹកមនុស្សពូកែចេះអត់អូនចំណែកឯមនុស្សឆ្លាតវិញគឺអត់ខ្វល់មនុស្សល្ងងគឺចូលចិត្តសងសឹកចូលចិត្តចង់សត្រូវណាស់ប៉ុន្តែមនុស្សពូកែវិញចូលចិត្តសេពគប់មិត្តចូលចិត្តធ្វើជាមនុស្សចិត្តព្រះធ្វើជាមនុស្សចិត្តធ្ងន់ដោយមិនប្រកាន់កំហុសបន្តិចបន្តួចរបស់អ្នកដទៃចំណែកឯមនុស្សឆ្លាតវិញគឺមិនប្រកាន់មិនខ្វល់ពីការលៀបពណ៌ឬការជាដៀលធ្មាក់របស់អ្នកដទៃមកលើខ្លួនឡើយមនុស្សឆ្លាតនឹងមិនទទួលយកភ្លើងមកដុតខ្លួនឯងឲ្យក្តៅនោះទេគេគ្រាន់តែនៅស្ងៀមហើយធ្វើអ្វីដែលគេគួរធ្វើនោះជាការស្រេចកាលបើយើងប្រកាន់ច្រើនយើងក៏មានទុក្ខច្រើនដូចគ្នាដាច់អីការប្រកាន់ច្រើនជាមូលហេតុនៃទុក្ខអ្នកដែលមានទុក្ខទើបគេអាចយកទោសទុក្ខមកឲ្យយើងបានប៉ុន្តែយើងអាចនឹងមិនខ្វល់អាចនឹងមិនទទួលយកវាបានមនុស្សដែលខ្លាំងគឺមិនផ្ញើសុខរបស់ខ្លួននៅនឹងមាត់គេនោះទេប៉ុន្តែគេនឹងបង្កើតសុខឲ្យខ្លួនឯងទោះបីអ្នកដទៃកំពុងបំផ្លាញខ្លួនក៏ដោយគុំពន្យាពេលវេលាគឺមានតម្លៃណាស់នៅពេលដែលយើងចំណាយពេលវេលាដោយឥតប្រយោជន៍ពេលនោះយើងកំពុងតែបំផ្លាញជីវិតខ្លួនឯងដូចគ្នាជីវិតមួយនឹងកាន់តែខ្លាំងនៅពេលដែលយើងចាក់ចាយពេលវេលាដើម្បីធ្វើរឿងដែលមានតម្លៃបានកាន់តែច្រើនគោលដៅមួយអាចសម្រេចទៅបានក៏ដោយសារតែមានពេលវេលាប៉ុន្តែបើយើងចាក់ពន្យាពេលដើម្បីធ្វើរឿងឥតប្រយោជន៍យើងក៏មិនងាយនឹងទៅដល់គោលដៅផងដែរមានមនុស្សច្រើនអ្នកណាស់ដែលដេករងចាំពេលវេលាតាំងតែដឹងច្បាស់ថាពេលវេលាមិនដែលរងចាំខ្លួនសូម្បីតែម្ដងណាឡើយអ្នកខ្លះទៀតចូលចិត្តពន្យាពេលដោយយកលក្ខចាំបន្តិចទៀតចាំធ្វើយឺតបន្តិចក៏មិនថ្មីពេលវេលានៅសល់ច្រើនដេកលេងបន្តិចក៏មិនអីនេះហើយដែលធ្វើឲ្យគេមានការយឺតយ៉ាវដើម្បីចាប់ផ្ដើមបំពេញបេសកម្មរបស់ខ្លួនអ្នកខ្លះទៀតត្រូវបាត់បង់ឱកាសល្អដោយសារតែការពន្យាពេលនេះឯងកាន់តែពន្យាពេលគឺកាន់តែបាត់បង់ឱកាសល្អៗនៅក្នុងជីវិតមនុស្សដែលជោគជ័យគឺចាប់ផ្ដើមពីអ្វីដែលខ្លួនកំពុងមាននាពេលបច្ចុប្បន្នចាប់ផ្ដើមនៅពេលដែលគេបានរៀបចំផែនការរួចជាស្រេចគេហ៊ានចាប់ផ្ដើមដំណើរការគម្រោងរបស់គេជាមួយនឹងឆន្ទៈមោះមុតអង្អាចក្លាហានដោយមិនចាំខែស្អែកមកដល់ឱកាសល្អនឹងមិនរលាបាត់សម្រាប់មនុស្សដែលមិនពន្យាពេលនោះទេមានតែមនុស្សដែលចូលចិត្តពន្យាពេលទេដែលតែងតែបាត់បង់ឱកាសល្អៗជាច្រើននៅក្នុងជីវិតអ្នកដែលពន្យាពេលកាន់តែច្រើនឱកាសជោគជ័យនៅក្នុងជីវិតរបស់ពួកគេគឺកាន់តែឃើញខ្លីទៅតាមនឹងដែរឱកាសល្អមិនងាយធ្លាក់ចុះពីលើមេឃមកឲ្យយើងទេប៉ុន្តែបើមានទេវតាអង្គណាប្រគល់ឱកាសល្អមកឲ្យយើងហើយយើងក៏គួរតែញញឹមទទួលយកដោយដៃពីរហើយចាប់ផ្ដើមក្រេបជញ្ជក់ផលប្រយោជន៍ពីឱកាសមួយនោះទៅសុភាសិតឥណ្ឌាមួយបាននិយាយថាអ្វីដែលអ្នកបំរុងធ្វើនៅថ្ងៃស្អែកចូលធ្វើនៅថ្ងៃនេះអ្វីដែលអ្នកបំរុងធ្វើនៅថ្ងៃនេះចូលធ្វើឲ្យលើភ្លាមទៅចូលធ្វើអ្វីដែលអ្នកធ្វើនៅថ្ងៃនេះ
ធ្វើនៅពេលនេះតែម្ដងគុំរងចាំដល់ថ្ងៃស្អែកឬថ្ងៃមួយមកដល់គុំចាំរហូតដល់ស្អែកមកដល់បើថ្ងៃនេះអ្នកមានឱកាសនិងសមត្ថភាពដើម្បីធ្វើវាទៅហើយគោលដៅគឺពឹងលើទង្វើរបស់យើងបើចាប់ផ្ដើមមុនគឺគង់ទៅដល់គោលដៅមុនប៉ុន្តែបើយើងនៅតែរិញរាមិនព្រមជិនដំណើរគឺយើងមិនអាចទៅដល់គោលដៅឡើយពេលវេលានឹងមាសប្រាក់សុភាសិតចិនមួយបានពោលថាពេលវេលាជាមាសប្រាក់តែមាសប្រាក់មិនអាចទិញពេលវេលាបានឡើយពេលវេលាគឺជាមាសប្រាក់ព្រោះមនុស្សបានប្រើប្រាស់ពេលវេលាដើម្បីរកប្រាក់បើគ្មានពេលវេលាទេក៏គ្មានទ្រព្យសម្បត្តិអ្វីដែរអ្នកដែលចាយពេលវេលាដើម្បីរកប្រាក់ប្រកាសជាបានប្រាក់បើចាយដើម្បីរៀនសូត្រប្រកាសជាទទួលបានចំណេះដឹងបើចាយដើម្បីសាងអំពើល្អប្រកាសជាអាចរកក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តមាសប្រាក់នឹងប្រសូតចេញមកក្រោយពេលដែលយើងបានប្រឹងប្រែងដើម្បីវាប៉ុន្តែបើយើងប្រឹងដើម្បីវាជ្រុលរហូតខ្លាយជាទេសកលនៃអំណាចទឹកប្រាក់នោះជីវិតយើងនឹងត្រូវអស់ដើម្បីដូចគ្នាពេលវេលាដែលបានហួសទៅហើយគឺមិនអាចត្រឡប់ថយក្រោយបានទេប្រៀបដូចមនុស្សដែលស្លាប់ហើយមិនអាចរស់ឡើងវិញបានពេលវេលាប្រៀបដូចជាជីវិតដែរបើយើងចំណាយពេលវេលាដើម្បីធ្វើរឿងខុសឆ្គងច្រើននោះគឺមានន័យថាយើងកំពុងបំផ្លាញជីវិតខ្លួនឯងដែរអ្នកដែលស្រឡាញ់ជីវិតខ្លួនឯងគឺជាអ្នកដែលបានចំណាយពេលដើម្បីអភិវឌ្ឍខ្លួនឲ្យបានប្រសើរជាងមុនជានិច្ចខុងជឺបាននិយាយថាមានរបស់4យ៉ាងដែលលុយមិនអាចទិញបានគឺក្តីស្រឡាញ់ពេលវេលាជីវិតនិងមិត្តភាពស្មោះត្រង់ក្តីស្រឡាញ់ពេលប្រកាសនឹងមិនកើតឡើងដោយសារអំណាចទឹកប្រាក់ឬយកប្រាក់ទៅទិញបានទេយើងអាចយកលុយទៅទិញនាឡិកាដើម្បីមើលម៉ោងប៉ុន្តែយើងមិនអាចទិញពេលវេលាបានទេមានជីវិតគឺមានឱកាសដើម្បីរកលុយប៉ុន្តែលុយមិនអាចទិញអាយុជីវិតបានទេមិត្តភាពដែលកើតឡើងដោយសារទឹកប្រាក់នឹងរលាបាត់ពេលដែលយើងអស់លុយពីខ្លួនប៉ុន្តែមិត្តភាពដែលស្មោះត្រង់ពិតប្រាកដគឺមិនងាយរលាបានទេទោះបីអស់វត្តមាននៃប្រាក់ក៏ដោយ អិទ្ធិបាតធរអិទ្ធិបាតធរជាធរដែលនាំឲ្យយើងបានសម្រេចប្រយោជន៍ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងធម៌មួយនេះដើម្បីបង្ហាញអំពើហេតុផល4យ៉ាងដែលនាំឲ្យមនុស្សជោគជ័យចំពោះកិច្ចការផ្សេងៗឬការរៀនសូត្រជាដើម 1. ឆន្ទៈគឺការពេញចិត្តនឹងកិច្ចការដែលខ្លួនកំពុងធ្វើពោលគឺធ្វើវាដោយឥតទទួលរងសម្ពាធឬការបង្ខិតបង្ខំ 2. វិរិយៈគឺការខិតខំប្រឹងប្រែងក្នុងផ្លូវមួយដែលត្រឹមត្រូវពោលគឺប្រឹងដោយមានគោលដៅមានផែនការមានពេលធ្វើការមានពេលសម្រាកជាដើម 3. ចិត្តៈគឺការយកចិត្តទុកដាក់ជាមួយនឹងអ្វីដែលខ្លួនកំពុងធ្វើពោលគឺមិនមានសេចក្តីខ្ជិលច្រអូសការធ្វេសប្រហែសឬសេចក្តីប្រមាថជាដើម 4. វិមម្សាគឺការត្រេះរិះរកហេតុផលនៃការងារពោលគឺដកស្រង់បទពិសោធន៍ពីការងាររៀនសូត្រកំហុសក្នុងការងារឥទ្ធិបាតខគឺមាននៅក្នុងគម្ពីរសុត្តន្តពិដកភាគទី19ឥទ្ធិបាតធរនឹងជួយដឹកនាំមនុស្សឲ្យសម្រេចក្តីស្រមៃណាដែលមិនខ្ពស់ហួសពីវិស័យមនុស្សអាចធ្វើទៅរួចអ្នកដែលអាចប្រតិបត្តិធរទាំង4នេះបានគង់នឹងទទួលបានលទ្ធផលល្អប៉ុន្តែបើប្រតិបត្តិមិនបានគឺកម្រទទួលបានជោគជ័យណាស់ធរទាំង4នេះគឺពឹងពាក់អាស្រ័យគ្នាជាដរាបបើមានតែឆន្ទៈខ្វះការព្យាយាមយើងក៏មិនអាចជោគជ័យបានបើមានឆន្ទៈមានការព្យាយាមប៉ុន្តែព្យាយាមក្នុងផ្លូវមួយដែលខុសឬព្យាយាមដោយឥតគោលដៅគ្មានផែនការនោះលទ្ធផលចេញមកក៏មិនជាទីពេញចិត្តដែរការរៀនសូត្រពីកំហុសស្រង់បទពិសោធន៍ការងារជារឿងសំខាន់ដើម្បីការរៀនសូត្រពីបទពិសោធន៍ជោគជ័យនិងបរាជ័យនឹងជួយឲ្យយើងកាន់តែប្រសើរឡើងបញ្ហាជាឱកាសមានរឿងនិទានបរទេសមួយដែលបានដំណាលអំពីបរិសុទ្ធ2នាក់ដែលបានចូលបម្រើការឲ្យក្រុមហ៊ុនលក់ស្បែកជើងតែមួយថ្ងៃមួយចៅហ្វាយនីរបស់ពួកគេបានចាត់ឲ្យពួកគេទាំងពីរនាក់យកស្បែកជើងទៅលក់នៅកោះមួយដែលទីនោះពុំទាន់មានអ្នកណាម្នាក់ពាក់ស្បែកជើងនោះទេបរិសុទ្ធទី1បានគិតក្នុងចិត្តថាចៅហ្វាយនីខ្លួនឆ្លាតពិតមែនចេះចាប់យកឱកាសក្រុមហ៊ុនពិតជាអាចរកប្រាក់ចំណូលបានច្រើនព្រោះប្រជាជននៅទីនោះនឹងទិញស្បែកជើងពាក់ជំនួសដោយសារដាវជើងទេប៉ុន្តែបរិសុទ្ធទី2វិញបានគិតថាចៅហ្វាយនីរបស់ខ្លួនជាមនុស្សឆ្កួតដែលឲ្យខ្លួនទៅលក់ស្បែកជើងនៅលើកោះដែលគេមិនពាក់ស្បែកជើងទៅវិញលក់ដាច់យ៉ាងម៉េចបើគ្មានអ្នកពាក់ស្បែកជើងផងលោកបារ៉ាក់អូបាម៉ាបាននិយាយថាផ្លាស់ប្ដូរបង្ហាឲ្យទៅជាឱកាសនេះហើយជាសមត្ថភាពរបស់បុគ្គលជោគជ័យមនុស្សឆ្លាតគឺចេះចាប់យកឱកាសមនុស្សខ្លាំងគឺចេះបង្កើតឱកាសចំណែកឯមនុស្សល្ងងគឺយល់បង្ហាជាវិបត្តិដ៏ធំធេងទាំងដែលការពិតទៅបង្ហាគឺជាឱកាសទៅវិញទេវាប្រកបណាស់ដែលបញ្ហាតែងតែឲ្យយើងឈឺក្បាលប៉ុន្តែប្រសិនបើយើងចាប់យកឱកាសនៅក្នុងបញ្ហានោះឲ្យបានវិញវានឹងផ្ដល់លទ្ធផលដ៏អស្ចារ្យមួយដល់យើងការស្វែងរកដំណោះស្រាយនៅក្នុងបញ្ហាជារឿងលំបាកមួយប៉ុន្តែការបង្កើតឱកាសនៅក្នុងបញ្ហាគឺលំបាកជាងនេះទៅទៀតពេលខ្លះយើងពិបាកនឹងរកឱកាសនៅក្នុងវិបត្តិឃើញណាបែបនេះហើយទើបយើងរៀនបង្កើតឱកាសនៅក្នុងបញ្ហាវិញម្ដងការបង្កើតឱកាសនៅក្នុងវិបត្តិមិនមែនជារឿងងាយស្រួលនោះទេហើយវាក៏មិនលំបាកហួសពីវិស័យដែលមនុស្សអាចធ្វើទៅរួចនោះដែរវាទាមទារឲ្យយើងខិតខំអភិវឌ្ឍខ្លួនឲ្យបានជាប្រចាំពលគឺមិនត្រូវនៅស្ងៀមមួយកន្លែងអ្នកខ្លះពេលមានវិបត្តិក៏ធ្វើជាដួលសំងំដេកផ្ដេកដួលទៅតាមព្រៀងវាសនា
ប៉ុន្តែអ្នកខ្លះទៀតខំប្រឹងក្រោកឈរដើម្បីទាមទារជ័យជំនះអ្នកដែលខំប្រឹងនេះហើយជាបុគ្គលដែលអាចបង្កើតរឿងអស្ចារ្យសម្រាប់ខ្លួនឯងនោះ